រឿងតាក់ទងនឹងពាក្យប្រដូចរបស់ខ្មែរថាឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅកាលបើគេចូលមកស្ដីដណ្ដឹងកូនស្រីចាស់ចាស់ដែលជាមេបាតែងយករឿងនេះទៅប្រជុំពិគ្រោះជាមួយបងប្អូនដើម្បីឲ្យបានមូលមតិគ្នាថាគួរសម្រេចឲ្យទៅគេឬទេហើយបើកាលណាចាស់ចាស់ពិនិត្យទៅឃើញថាកូនប្រុសគេនោះមានតម្រេះវិជាគួរសមហើយទាស់តែគ្នាជាកូនអ្នកក្រីក្រប៉ុណ្ណោះគេច្រើនតែកាត់សាញដោយយកពាក្យប្រដូចខាងលើនេះមកថាណាហើយឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅកុំរើសច្រើនពេកពាក្យប្រដូចនេះនៅមានប្រើសពថ្ងៃនៅឡើយហើយគួរឲ្យយើងឆ្ងល់ដែរថាមកអំពីហេតុអ្វីបានជាកើតពាក្យនេះឡើងដើម្បីដោះស្រាយនៅសំណួរនេះលោកអុកញ៉ាកែវហង្សដែលជាអតីតសមាជិករបស់ក្រុមទំនៀមទម្លាប់ខ្មែរបានឲ្យការមកថាពាក្យនេះមានកំណើតឡើងអំពីរឿងព្រេងបុរាណមួយដែលលោកបានឮចាស់ចាស់និទានប្រាប់តគ្នាថាកាលនោះមានព្រះមហាក្សត្រមួយព្រះអង្គទ្រង់ចិញ្ចឹមមេឆ្កែមួយមេឆ្កែនោះតែងតែរើសសំណល់អំពីព្រះអង្គសោយដែលចោលនៅក្នុងកន្ធោទឹកម៉ូតមកបរិភោគជានិច្ចរាល់ពេលយូរទៅស្រាប់តែមេឆ្កែនោះមានគភ៌លុះដល់ពេលនឹងសម្រាលមេឆ្កែរត់ទៅរកកន្លែងនៅក្នុងរូងភ្នំមួយស្ងាត់ហើយឆ្ងាយដាច់អំពីភូមិអ្នកស្រុកដល់ពេលហើយមេឆ្កែក៏សម្រាលបានកូនជាមនុស្សស្រី2នាក់និងប្រុសម្នាក់មេឆ្កែខំដើររកចំណីអាហារមកចិញ្ចឹមកូនទាំង3នាក់ទាល់តែធំពេញរូបពេញរាងមេឆ្កែមានសេចក្តីព្រួយបារម្ភនឹងកូនពេកណាស់ព្រោះខ្លួនជាសត្វហើយកូនជាមនុស្សតែកាលណាខ្លួនត្រូវចេញទៅរកចំណីអាហារឯស្រុកភូមិគេមេឆ្កែតែងព្យាយាមហាមប្រាមកូនទាំង3មិនឲ្យចេញទៅលេងឆ្ងាយអំពីរូងឡើយខ្លាចក្រែងមានមនុស្សម្នាដើរមកឃើញស្រឡាញ់ហើយចាប់យកទៅថ្ងៃមួយព្រះមហាក្សត្រសោយរាជ្យក្នុងនគរនោះទ្រង់នឹកភ្នែកចង់ចេញទៅប្រពៀតព្រៃហើយព្រះអង្គទ្រង់ព្រះបញ្ជាឲ្យរៀបក្បួនដង្ហែព្រះអង្គទៅនិយាយពីនាងកូនឆ្កែទាំង3រាល់ថ្ងៃរៀងមកពេលដែលម្ដាយមិននៅនាងមិនដែលហ៊ានដើរចេញទៅលេងខាងក្រៅរូងភ្នំទេតែជាទេសកាលអ្វីនៅនាថ្ងៃនោះក៏មិនដាល់ចិត្តឲ្យនាងចង់ចេញទៅក្រៅហើយក៏ជួបនឹងក្បួនស្ដេចដែលយាងទៅក្រសាលព្រៃឯព្រះមហាក្សត្រលុះតតយល់នាងស្រីទាំង2នាក់នោះមានរូបឆោមសមរម្យល្អណាស់ទ្រង់សព្វព្រះរាជហឫទ័យចង់បាននាងជាអគ្គមហេសីព្រះអង្គទ្រង់ឲ្យហៅនាងមកសួរថានាងជាកូនចៅអ្នកណាបានជាមកនៅក្នុងព្រៃដូច្នេះចំណែកនាងទាំងពីរអ្នកក៏ក្រាបទូលកុហកស្ដេចថានាងជាកូនកំព្រានៅតែ2នាក់បងប្អូនប៉ុណ្ណោះទេព្រះមហាក្សត្រទ្រង់ប្រកាសប្រាប់នាម៉ឺននិងពលរេថាទ្រង់លើកនាងទាំងពីរនេះជាអគ្គមហេសីហើយទ្រង់ព្រះរាជបញ្ជាឲ្យរៀបក្បួនត្រឡប់ទៅព្រះរាជវាំងវិញដោយមានព្រះតីរីករាយជាទីបំផុតចំណែកឯកូនប្រុសរបស់មេឆ្កែនៅពេលដែលឮសូរសន្ធឹកក្បួនហែស្ដេចមកដល់ជិតភ្នំអ្នកភ័យណាស់ខំរត់ទៅលាក់ខ្លួនពួនអាត្មាមិនឲ្យគេឃើញទេលុះក្បួនដង្ហែស្ដេចចេញផុតទៅមេឆ្កែត្រឡប់មករកពីរកចំណីអាហារវិញកូនប្រុសក៏ប្រាប់ម្ដាយតាមដំណើរមេឆ្កែនឹកស្ដាយនឹងអាល័យកូនណាស់ខំរត់តាមក្បួនស្ដេចហើយក៏បានទាន់នៅពេលដែលស្ដេចបញ្ឈប់ក្បួនសម្រាកនៅកណ្ដាលផ្លូវយល់ហើយមេឆ្កែខំរុលចូលសម្ដៅទៅរកកូនស្រីទោះជាពួកសេនាទាហានដេញដូចម្ដេចក៏ពុំព្រមចេញសោះព្រះមហាក្សត្រទ្រង់ទតយល់ដូច្នោះទ្រង់ត្រាស់សួរទៅនាងទាំងពីរថាមេឆ្កែនេះនាងចិញ្ចឹមឬដូចម្ដេចបានជាវាខំរត់មកតាមដូច្នេះប៉ុន្តែនាងមិនព្រមទូលព្រះអង្គតាមត្រង់ទេបែរជាទូលថាមិនដឹងជាមេឆ្កែមកពីណាទេព្រះអង្គទ្រង់ព្រះបញ្ជាឲ្យវាយបណ្ដឹងមេឆ្កែនោះទាល់តែទ្រាំមេឆ្កែទ្រាំមិនបានក៏ខំរត់គេចត្រឡប់ទៅរកកូនប្រុសវិញហើយប្រាប់កូនតាមដំណើរកូនប្រុសឮដូច្នោះនឹកក្តៅចិត្តនឹងបងស្រីទាំងពីរណាស់អ្នកខំរកថ្នាំសង្កូវមើលជំងឺម្ដាយទាល់តែសះស្បើយទើបនាំម្ដាយដើរទៅរក
ភូមិស្រុកគេដើម្បីនឹងរកការងារធ្វើយកលុយកាក់គ្រាន់នឹងចិញ្ចឹមម្ដាយមិនឲ្យម្ដាយលំបាកនឹងរត់ទៅរកចំណីអាហារមកចិញ្ចឹមខ្លួនដូចមុនទៀតឡើយមេឆ្កែនិងកូនប្រុសក៏បានចូលខ្លួនទៅសុំនៅបម្រើនឹងផ្ទះសេដ្ឋីម្នាក់ហើយកូនប្រុសនោះខំយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់សេដ្ឋីជាទីបំផុតពេលយប់មេឆ្កែមិនហ៊ានដេកទេខំដើររវាងមើលផ្ទះសេដ្ឋីមានសេចក្តីពេញចិត្តនឹងមេឆ្កែហើយនឹងបុរសក្មេងនោះណាស់លុះយូរទៅសង្កេតឃើញគំនិតមាយាទក្មេងនោះល្អសេដ្ឋីក៏សុំបុរសក្មេងនោះធ្វើជាកូនចិញ្ចឹមពេលបរិភោគបាយម្ដងបុរសជាកូនឆ្កែតែងចាប់បាយនិងម្ហូបមួយចំណែកទុកជូនម្ដាយសេដ្ឋីឃើញដូច្នេះនឹកឆ្ងល់ណាស់ក៏ប្រាប់ទៅកូនចិញ្ចឹមខ្លួនថាមិនចាំបាច់ចាប់បាយទុកទេព្រោះឪពុកមិនខ្វះបាយឲ្យឆ្កែរបស់កូនស៊ីទេឮដូច្នោះបុរសកូនឆ្កែជម្រាបទៅសេដ្ឋីថាលោកឪពុកការដែលខ្ញុំចាប់បាយទុកមួយចំណែកនេះមិនមែនខ្ញុំយល់ថាលោកឪពុកខ្វះបាយទេប៉ុន្តែមេឆ្កែនេះបានចិញ្ចឹមខ្ញុំហើយបានរស់នៅជាមួយនឹងខ្ញុំក្នុងគ្រាក្រលំបាកជាយូរឆ្នាំណាស់មកហើយទើបបានជាខ្ញុំដឹងគុណមេឆ្កែនេះយូរមិនតិចមកបុរសកូនឆ្កែក៏ចូលសុំសេដ្ឋីទៅរៀនវិជ្ជាព្រោះខ្លួនកើតជាប្រុសពុំទាន់ចេះដឹងអ្វីនឹងគេបន្តិចសោះសេដ្ឋីក៏យល់ព្រមឲ្យទៅបុរសកំសត់សុំផ្ញើមេឆ្កែនិងសេដ្ឋីហើយក៏លាសេដ្ឋីចេញទៅយូរឆ្នាំក្រោយមកលុះបុរសកូនឆ្កែរៀនវិជ្ជាចេះចប់ដូចសេចក្តីប្រាថ្នាហើយក៏ត្រឡប់មករកសេដ្ឋីវិញមេឆ្កែឃើញកូនមកដល់ខំរត់ទៅត្រដោះននៀលនឹងកូនព្រមទាំងបញ្ចេញអាការៈឲ្យឃើញនៅសេចក្តីត្រេកអរជាទីបំផុតសេដ្ឋីចង់ដឹងស្នាដៃរបស់កូនចិញ្ចឹមក៏សុំឲ្យកូនសម្ដែងសិល្ប៍ដែលបានទៅរៀននោះឲ្យខ្លួនបានដឹងផងបុរសកូនឆ្កែចាប់ធ្នូមកបាញ់ទៅកើតជាភ្លើងរួចបាញ់ធ្វើជាទឹករលត់ភ្លើងនោះទៅទៀតលុះឃើញកូនចិញ្ចឹមមានឫទ្ធានុភាពមែនសេដ្ឋីនិងប្រពន្ធក៏ព្រមព្រៀងគ្នាលើកកូនស្រីឲ្យធ្វើជាប្រពន្ធបុរសកូនឆ្កែនោះតែពុំទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយទេពីព្រោះបុរសកូនឆ្កែសុំសេដ្ឋីទៅតាមសងសឹកបងស្រីទាំងពីរដែលបានទូលស្ដេចឲ្យធ្វើបាបម្ដាយខ្លួននោះសិនលុះទៅជិតដល់នគរព្រះមហាក្សត្រដែលជាស្វាមីរបស់បងស្រីខ្លួនហើយបុរសកូនឆ្កែប្រាំមនុស្សឲ្យនាំសារចូលទៅថ្វាយស្ដេចឲ្យលើកទ័ពចេញមុខច្បាំងហើយបុរសកូនឆ្កែថ្លែងសម្ដែងឫទ្ធិឲ្យឮសូរក៏ក្រើកអស់ទាំងផែនព្រឹត្តពីរផ្អើលពួករាស្ត្រប្រជាឆោឡោមិនដឹងជាទៅណាមកណាចេះតែរត់ប្រមូលកូនប្រមូលចៅគ្រប់គ្នាចំណែកឯព្រះមហាក្សត្រលោកបានដំណឹងថាមានអ្នកខ្លាំងពូកែចូលមកចង់បង្កសង្គ្រាមដូច្នេះព្រះអង្គទ្រង់ភ័យរន្ធត់ពេកព្រោះព្រះអង្គពុំមានចេះសិលវិជ្ជាអ្វីដើម្បីនឹងចេញទៅតតាំងនឹងគេសោះហើយក៏នាំព្រះអគ្គមហេសីទាំងពីរភៀសខ្លួនចេញអំពីព្រះរាជវាំងបាត់ទៅពួកនិមឺនសពមុខមន្ត្រីរត់រកព្រះអង្គគ្រប់ទីកន្លែងមិនឃើញក៏នាំគ្នាលើករាជសម្បត្តិថ្វាយទៅបុរសកូនឆ្កែឲ្យឡើងសោយរាជជំនួសព្រះអង្គទៅបន្ទាប់ពីនោះមកស្ដេចកូនឆ្កែក៏និយាយនឹងម្ដាយថាខ្លួនចង់ធ្វើឲ្យម្ដាយคล้ายទៅជាមនុស្សដូចគេព្រោះថាបើម្ដាយនៅជាភាពឆ្កែដូច្នេះគេមើលងាយណាស់ហើយដូចជាមិនសមរម្យនឹងកូនជាមនុស្សផងមេឆ្កែក៏យល់ព្រមឲ្យកូនជប់ខ្លួនទៅជាមនុស្សដូចគេស្ដេចកូនឆ្កែប្រើឲ្យគេយកអូសមកកដុតមេឆ្កែនោះឯសេដ្ឋីដែលមិនបានដឹងរឿងអាណិតស្ដាយឆ្កែពុនពេកក៏ចូលទៅសួរស្ដេចកូនថាហេតុអ្វីបានជាកូនសម្លាប់ឆ្កែដូច្នេះស្ដេចឃើញឪពុកចិញ្ចឹមតក់ស្លុតដូច្នោះក៏ប្រាប់ឪពុកតាមរឿងទៅវិញថាសូមលោកឪពុកជ្រាបចុះម្ដងនេះខ្ញុំលែងលាក់ទៀតហើយមេឆ្កែនេះជាម្ដាយបង្កើតរបស់ខ្ញុំពិតខ្ញុំឲ្យគេដុតគាត់ដើម្បីនឹងជប់គាត់ឲ្យទៅជាមនុស្សវិញកុំឲ្យមានពាក្យគេនិន្ទាឯសេដ្ឋីឮដូច្នោះក៏បែកខ្សឹបនឹងប្រពន្ធឯងអើយអញស្មានថាវាជាកូនមនុស្សហើយមានឫទ្ធិមានអំណាចបានជាខំលើកកូនស្រីឲ្យធ្វើជាប្រពន្ធវាឥឡូវទៅជាកូនឆ្កែសោះតើឯងគិតដូចម្ដេចវិញប្រពន្ធសេដ្ឋីឆ្លើយតបទៅប្តីវិញថាណាហើយនេះឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅដំណើរក្រោយមកពាក្យនេះក៏ជាប់ប្រើរហូតរៀងមកគំនិតអប់រំនៅក្នុងរឿង
នៅក្នុងរឿងនេះអប់រំឲ្យយើងចេះគោរពដឹងគុណមាតាបិតាទោះជាស្ថិតក្នុងស្ថានភាពក្រលំបាកឬឪពុកម្ដាយឆ្កួតឬជាក៏ដោយក៏គាត់មានគុណក្នុងការបង្កើតនិងចិញ្ចឹមបីបាច់ថែរក្សាផងដែរ 2. ក្នុងរឿងនេះអប់រំឲ្យយើងប្រឹងប្រែងសិក្សារៀនសូត្រទោះស្ថិតក្នុងគ្រួសារក្រីក្រក៏ដោយឲ្យតែប្រឹងប្រែងយើងនឹងទទួលបានផ្លែផ្កានាពេលអនាគតជាក់ជាពុំខាន